bạn dịp xu bằng bọn nó này ngày nay dân làng của bạn tới đấy ngày nay cứ dân làng ở Pi Lan bây giờ dân tranh tới khang Phnom Penh mà phay táo nên là tranh tới khang Việt Nam mà phay táo bàนี่คือบองกับปงทะเลấy bạnบางคนนี่คือเชียร์สกรรมเพบลีរបស់ពួកគាត់បាទថ្ងៃនេះរៀងញឹមទេបងប្អូនបាទព្រោះអីពីឡាន40តោនបាទយកតាមមកក្រុមទេបាទហើយមេឃយើងថ្ងៃនេះក៏អំណោយផលដែរបាទគឺថាភ្លៀងវេទនាបាទល្អិលមែនតែនមុនហ្នឹងគឺយើងថយឡានមកអឹបហើយដល់ពេលឡើងទៅរៀងពិបាកពេកនៅពេលនេះវារៀងដាច់ក្របភ្លៀងទៅក៏អាយ៉ៃឡានដាក់ចដើបងប្អូនប៉ុន្តែចដើនេះគឺថាល្អិលដែរបងគាត់ឡើងរៀងបាក់ដែរហ្នឹងហ្នឹងគឺយកច្រើនហើយភ្លៀងទៀតបងប្អូនចឹងរៀងយ៉ាប់បន្តិចតែមិនធ្វើទេព្រោះមិនរដូវនេះគឺជារដូវវស្សាអញ្ចឹងតែងតែមានភ្លៀងតិចតួចហើយយ៉ាងណាក៏យើងនៅតែខំប្រឹងរកមួយបន្ថែមដើម្បីជួយចេញនៅដំឡូងជ្វានេះផងដែរព្រោះមួយរយៈនេះគឺរៀងពិបាកខ្លាំងមែនទែនបងប្អូនរឿងតម្លៃនិងការនាំចេញបាទហើយសម្រាប់វីដេអូនេះផងដែរគឺខ្ញុំសូមពឹងបងប្អូនជួយ share ម្នាក់មួយផងដើម្បីឲ្យបងប្អូននៅតាមផ្សារឬក៏ម្ចាស់ផ្សារទំនើបធំដែលគាត់ចង់ជួយនៅប្រជាកសិករជួយផ្សព្វផ្សាយឬក៏ជួយលក់នៅដំឡូងជ្វានេះបានឃើញផងបាទដើម្បីឲ្យគាត់ជួយលក់បាទហើយខ្ញុំសូមបញ្ជាក់ជូនផងដែរពូជដំឡូងនេះគឺមើមពណ៌ការ៉ុតបងប្អូនមានរូបរាងដូចដែលខ្ញុំបានបង្ហាញបងប្អូននៅក្នុងវីដេអូនេះផងដែរបាទហើយឥឡូវនេះផងដែរគឺយើងឡើងរួចមកកន្លែងហើយយើងមកយកមកកន្លែងទៀតបាទហើយឡានក៏មកជុំគ្នាផងដែរទាំងពីរគ្រឿងហើយក៏អរគុណបងប្អូនចំការដែលតែងតែធ្វើអីវ៉ាន់ស្អាតជូនហើយនឹងទទួលស្គាល់នៅអីវ៉ាន់ខ្លួនឯងហើយសម្រាប់ពួកខ្ញុំដែលរាល់ថ្ងៃនេះបើសិនជាបងប្អូនធ្វើអីវ៉ាន់ស្អាតគឺខ្ញុំអត់កាត់ទេតែបើសិនជាបងប្អូនធ្វើស្អាតគឺខ្ញុំនឹងកាត់គីឡូខ្លះហើយបាទហើយសម្រាប់2ឡាននេះផងដែរគឺយើងយកមួយឡានទៅភ្នំពេញនិងមួយឡានទៀតយើងនាំចេញទៅខាងវៀតណាមហើយ2ឡាននេះផងដែរគឺចំនួន42តោនជាងបងប្អូនបាទហើយការប្រើពេលឡើងរៀងយូរដែរបាទឡើងតាំងពីភ្លឺរហូតដល់ល្ងឹតហើយឥឡូវគឺយើងពេញមួយឡានហើយបាទពេញមួយឡានហើយឡានមួយទៀតគឺនៅលើខ្នល់ទៀតគឺចូលថយយកទាំងអស់នឹងតែម្ដងបាទឥឡូវនេះឡានធំយើងមួយគ្រឿងនេះគឺឡើងពេញហើយឲ្យទៅមុនហើយបាទហើយសម្រាប់មួយគ្រឿងនេះគឺពេញហើយបងប្អូនដោយសារតែយប់ល្ងឹតខ្ញុំអត់បានថតសកម្មភាពឡើងទេគឺខ្ញុំថតតែកន្លែងឡានភ្លឺឥឡូវនេះគឺយើងរៀបចំចងឡើងហើយ2ឡាននេះគឺ42តោនបងប្អូនហើយបងអ្នកលើកក៏ហត់ដែរហើយក៏ដល់ពេលសម្រាប់ដែរបងប្អូនឥឡូវនេះឡានយើងត្រៀមនឹងចេញដំណើរទៅហើយជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់សូមបងប្អូនជួយ share ម្នាក់មួយផងហើយសូមឲ្យបងប្អូនជួបតែសំណាងល្អសុខភាពល្អគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា